នេះមាន4 skin ណាណាផ្សេងៗមកចែកជូនដល់គ្នាមើលដោយទី1ហ្នឹងគឺជា skin ណាណាម្ទេសហើយទី2គឺជា skin ផ្កាផលិតហើយទី3ហ្នឹងគឺជា skin ផ្កាពណ៌បៃតងហើយមួយចុងក្រោយហ្នឹងគឺជា skin ព្រៃឈើអានេះគឺមិនជា skin ដែលគេត្រៀមនឹងចេញទេតែគ្នាគឺជាប្រភេទ skin ដែលគេ custom ដាក់មកលេងអញ្ចឹងណាតែគ្នាអញ្ចឹងខ្ញុំក៏យកមកតេស្តលេងទៅឥឡូវយើងចាំមើលតើគ្នាតើ skin ទាំង4ហ្នឹងមួយណាស្អាតជាងគេតែខ្ញុំថា hater ណាបើមើលវីដេអូហ្នឹងហើយគ្មានឃើញស្អាតទេសូម្បីតែ skin នោះគេឡើងស្អាតហ្នឹងក៏មើលឃើញគេយ៉ាប់ដែរតោះឥឡូវយើងផ្ដើមពី skin ម្ទេសសម្រាប់ skin ហ្នឹងខ្ញុំមើលខោអាវដំបូងហ្នឹងមានដឹងថា skin ម្ទេសទេតើគ្នាដោយសារតែខោអាវគេដាក់មកហ្នឹងឡើងដូច skin Christmasតែដល់ពេលដាក់អស់ហ្នឹងដាក់អស់មកទេមក skin ទាំង4ហ្នឹងគឺខ្ញុំកាន skin ហ្នឹងជាងគេដល់គ្នាអ្នក design ហ្នឹងប៉ិនមែនដាក់មកឲ្យគ្នាគប់មកទេយកហ្មងហើយទាំង4 skin ហ្នឹងផងណាគឺអត់មាន animation recall ទេដល់គ្នាវាធម្មតាដូចតែគ្នាហ្នឹងឯងអញ្ចឹងហើយគឺយើងមកមើលជាមួយនឹង basic attack ហើយនឹង skill effect វាតែម្ដងសម្រាប់ basic attack ដូចដល់គ្នាឃើញអញ្ចឹងគឺវាគប់មកចេញមកទេណាបើសិនជាគេចេញ skin ហ្នឹងមកមែនណាលេងគប់ធម្មតាយកមកទេដេញគប់គេក៏ហើយពេញហ្នឹងហ្មងថាវាយ basic attack នោះទៅវាមកតេស្តទូចដល់ពេល skill ទី1នេះមកតេស្តឡើងប្រប៉ុណ្ណៃណាហ្មងដល់គ្នាតែខ្ញុំទៅសារអ្នកធ្វើនឹងចេញមកតំណងទៀតណាសូម្បីតែបោះឆ្មានេះនឹងដូចគប់មកតេស្តតែពេលចេញមកវាចេញឆ្មាដែរតែឆ្មាពណ៌ក្រហមតែនៅពេលដែលយើងបោះដបូងហ្នឹងវាចេញមកតេស្តទៅតធ្លាក់ដល់ដីបានវាចេញឆ្មាពណ៌ក្រហមណែលយ basic attack គឺគប់មកតេស្តធម្មតាទូចញាប់អា skill ទី2ហ្នឹងក៏បោះមកចេញមកតេស្តទូចហើយអា skill ទី1ហ្នឹងក៏វារៀងធំណាស់តែមិនធំណាស់ណាទេបើសម្រាប់ skill ទី3នេះគឺធំប៉ិនយៈតែម្ដងដល់គ្នាអើយអានេះមិនមែនធំតែកាហាយធម្មតាទេបើសិនជាត្រូវមក RT ហ្នឹងដឹងតែទឹកភ្នែកហើយជាពិសេសបើសិនជាបានដាក់លើ hater ណាទៀតកាន់តែអែហ្មងទៀតអាយអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនមិនដែរតើគ្នាសម្រាប់ skin មួយហ្នឹងឲ្យបន្ទុកមកណាបើសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្តខ្ញុំអត់ពេញចិត្តតែមួយទេរឿងពណ៌ក្រហមតែខ្ញុំសពណ៌ក្រហមតែបើសម្រាប់ការ design របស់គេប៉ុណ្ណឹងអែមហើយឥឡូវយើងចូលមកដល់ skin បន្ទាប់ទៀតគឺជា skin water lily ដែលជា skin ផ្កាផលិតហ្នឹងឯងអា skin នេះគឺជា skin MPL តែគេយកមកកែបដូរពណ៌បដូរអីចឹងទៅតើគ្នាមើលតាមនឹងបានគឺវាដូចតែគ្នាហ្នឹងឯងឥឡូវយើងមកមើលជាមួយនឹង basic attack ក៏ដូចជា skill effect របស់វាអា basic attack នេះគប់ធម្មតាហ្នឹងគឺវាចេញរូបផ្កាមើលតន់ណាតើគ្នាក៏ប៉ុន្តែអា skill ទី1គេហ្នឹងគប់ទៅគឺវាវិលខ្ញាល់តែម្ដងខ្ញុំមើលអត់ដឹងទេថាហ្នឹងវារូបអីគេតែសំខាន់គប់ទៅនឹងចេញមកតេស្តទៀតតើគ្នាប្រហែលជាសចំហាយពីអា skin មិញសូម្បីតែឆ្មាបោះមកក៏ចេញក្រហមណែនៅជាប់ស្គៀមកតេស្តទៀតតទៅពេលអា skill ទី3វាហ្នឹងគឺដាក់ចេញរូបការផលិតនឹងឯងតែមាននីកហោះមកអញ្ចឹងណាសម្រាប់ skin ហ្នឹងគឺវាអត់សូវស្អាតបានទេដល់គ្នាហើយបូករួមនឹងបែកជាមួយមកតេស្តមកផងអីផងអញ្ចឹងគឺបែកវល់ពេញនឹងតែម្ដងព្រោះមកទៀតហ្នឹងគឺជា skin ណាណាផ្កាពណ៌បៃតងសម្រាប់រូបរាងតើគ្នាគ្រាន់តែមើលក៏ដឹងហើយថា skin ហ្នឹងគឺវាដូចទៅនឹង skin collector គ្រាន់តែគេយកមកកែពណ៌បដូរអីតិចតួចហ្នឹងឯង basic attack របស់វាហ្នឹងក៏គប់ចេញផ្កាដែរតែគ្រាន់តែផ្កានេះគឺស្អាតជាងផ្កាមិញដល់គ្នាតែថាវាពណ៌កាឈុងអញ្ចឹងទៅហើយនៅពេលដែលគប់ទៅវាចេញរូបរាងច្បាស់ជាងអាមិញពណ៌ស្វាយហើយទូចបើ skill ទី1គេវិញដាក់មកវាចេញបែបផ្កាហើយគឺមានតងនៅគៀននឹងទៀតស្អាតតគ្នាសម្រាប់ skin មួយហ្នឹងកូនឆ្មាដែលគេ design មកហ្នឹងក៏ប្លែកម្យ៉ាងដែរតគ្នាដែលសារតាគប់មកវាមានផ្កានៅលើក្បាលជុំវិញបន្តិចមិញហ្នឹងហើយបើរូបកូនឆ្មាវិញឡើងដូចយកលឹកឈើមកផ្គុំចេញជាតុកតាឡើងខ្ជូតអាទីគេនេះវិញដាក់មកចេញផ្កាឈូកតែម្ដងទូស្គៀចេញមកមិនសូវពេញលេញប៉ុណ្ណឹងក៏អាចទទួលយកបានជាងអា skin មិញដែរតាមខ្ញុំមើលទៅមានតែ skin មួយវិញទេយ៉ាងដែលចាញ់គេក្នុងចំណោម4ហ្នឹងចូលដល់ skin មួយទៀតគឺជា skin ចុងក្រោយរបស់យើងគឺជា skin ព្រៃឈើ basic attack គេនេះគប់ទៅចេញយន្តហោះកដាស់តគ្នាដំបូងខ្ញុំស្មានតែអីគេតែតែផ្ទៀងមើលបន្តិចទៅបានដឹងថាអូយន្តហោះកដាស់សោះ skin ទី1គេវិញគឺចេញមកដូចអា skin មិញដែរតគ្នាគ្រាន់តែពេលខុសផ្កាគ្នាតែដាក់ទៅវាស៊ីគ្នាដែរតាហើយ skill ទី2គេវិញបោះមកគឺចេញតុនសាយណែឡើងអែមញាក់ហ្មងព្រោះខ្ញុំគិតថាគេក៏ប៉ុនធ្វើមកចេះរងនឹកឃើញយកតុនសាយមកដាក់តែដល់ពេលគ្រាន់តែដាក់អាទីចេញមកទាំងពងចេញមកទាំងអីហ្នឹងឡើងដូច skill ឌីគីតទៅពេលអញ្ចឹងទៅបានធ្វើខ្ញុំនឹកឃើញថាអាតុនសាយហ្នឹងហើយនឹងអា skill ទី3ហ្នឹងត្រូវគ្នាហ្មង skill ឌីគីហ្នឹងហើយដូច skill epic បើឆាំងដែរតគ្នាតែគេចេះរកនឹកឃើញយកមកមិចជាមួយណាក៏វាស៊ីគ្នាដែរអូខេសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេតគ្នាអ្នកនៅក្នុង YouTube កុំភ្លេចចុច subscribe អ្នកមួយផងណា